សាយឡើងវិញកំណត់ត្រាសាមគ្គីភាពសាមគ្គីភេទថ្ងៃនេះគម្រប់ខួប1ឆ្នាំនៃមរណភាពរបស់ប្រលបាលឯកសួនរោនអាយុ47ឆ្នាំកាលពីព្រឹកថ្ងៃពុធទី28ខែឧសភាឆ្នាំ2025ក្នុងហេតុការណ៍វាយប្រយុទ្ធគ្នាដោយអាវុធរវាងយុទ្ធជនខ្មែរនិងទាហានសៀមនៅព្រំដែននៃតំបន់មុំ3ភូមិដីជោមរតកឃុំមរតកស្រុកជាំខ្សានខេត្តព្រះវិហារខ្ញុំនិងជាជនខ្មែរទូទៅទាំងពិភពលោកសូនលំអោនកាយគោរពវិញ្ញាណក្ខន្ធនិងចងចាំជានិច្ចនៅគុណូបការៈព្រមទាំងកោតស្ងប់ឆ្ងាយក្រៃលែងចំពោះវីរភាពដ៏អង្អាចក្លាហានរបស់ប្រលបាលឯកសួនរោនសុខចិត្តបូជាជីវិតការពារជាតិទឹកដីនិងជនជាតិខ្មែរឲ្យមានអត្ថិភាពលើមាតុភូមិអង្គរដ៏កំសត់នៃយើងខ្ញុំសូមបួងសួងចំពោះគុណបុណ្យរតនត្រ័យសូមមេត្តាជួយគាំពៀនិងប្រោះប្រទានចំពោះវិញ្ញាណក្ខន្ធនៃប្រលបាលឯកសួនរោនទៅយោងយកជាតិកំណើតថ្មីនៅឋានបរមសុខតទៅក្នុងថ្ងៃដ៏ស្រងេះស្រងោចអាឡោះអាឡៃខ្លោចផ្សារនេះខ្ញុំសូមដាក់ផ្សាយឡើងវិញនៅកំណត់ត្រាប្រចាំឆ្នាំ2025តាក់ទងនឹងវិវត្តនៃហេតុការណ៍តាមបណ្ដោយព្រំដែនខ្មែរសៀមព្រមទាំងវឌ្ឍនភាពលើឆាកអន្តរជាតិមានខ្លឹមសារដូចតទៅអធិករក្នុងសេចក្តីតទៅគ្រាន់តែខ្ញុំបង្ហាញជូនអស់លោកអ្នកនៅកំណត់ត្រាអំពីការប្រវត្តិនៃអធិកររវាងខ្មែរសៀមប៉ុណ្ណោះដោយពុំអត្ថាធិប្បាយឬវិភាគស៊ីជម្រៅអំពីគោលដៅនយោបាយយុទ្ធសាស្ត្រកលយុគវិធីសាស្ត្រព្រមទាំងឥតព្យាករឲ្យឃើញផលវិបាកឬលទ្ធផលចុងក្រោយឡើយជាមួយមូលហេតុគុំប្រកបប្រជាតាមពិតជាលេសមៀតដ៏កលិចកលិចដូចយ៉ាងទម្លាក់កំហុសខ្មែរបង្កហេតុមុនប្រើប្រាស់ផែនទីមិត្តដ្ឋាន1លើ500,000ពុះវាសដោយឯកតោពិធីចោតប្រកាន់កងយុទ្ធពលខេមរៈភូមិន្ទគម្រាមកំហែងចំពោះសន្តិសុខនិងសុវត្ថិភាពកំចាត់វចនដ្ឋានឬទីតាំងឆោបោកតាមអន្តរបណ្ដាញខ្មែរមើលឃើញចាត់ទុកថាសៀមបានព្យាយាមបង្កហេតុនិងបើកការវាយប្រហារដោយកម្លាំងយោធាបំពាក់យុទ្ធោបករណ៍ទំនើបតាមជើងគោកជើងទឹកនិងជើងអាកាសថ្ងៃទី13ខែកុម្ភៈទាហានខ្មែរនិងយោធាសៀមបានប្រឈមមុខដាក់គ្នាដោយពាក្យសម្ដីនៅប្រាសាទតាមាន់ធំស្ថិតនៅភូមិគូឃុំអំពិលស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យការប៉ះទង្គិចត្រឹមពាក្យសម្ដីតឹងសរសៃកដាក់គ្នាបានកាត់ឡើងបន្ទាប់ពីឧត្តមសេនីយ៍ឯកប៊ុនស៊ីនផាត់ខ្លងអតីតមេបញ្ជាការយុទ្ធភូមិភាគទី2សៀមបានបញ្ជាហាមឃាត់ពុំអនុញ្ញាតឲ្យសិស្សានុសិស្សព្រះសង្ឃនិងទេសចរខ្មែរមួយក្រុមច្រៀងចម្រៀងជាតិនៅត្រង់ចំណែកនៃប្រាសាទគ្រប់គ្រងដោយខ្មែរសូមទស្សនាคลิปវីដេអូចប់ថតសិនយោងតាមការចុះផ្សាយរបស់កាសែតថៃការប្រឈមមុខដាក់គ្នារវាងទាហានខ្មែរនិងទាហានថៃនៅប្រាសាទតាមាន់ធំបានកើតឡើងកាលពីថ្ងៃទី13កុម្ភៈបន្ទាប់ពីទាហានថៃបានចូលទៅហាមមិនឲ្យពលរដ្ឋខ្មែរមួយក្រុមឈរអមដោយទាហានច្រៀងចម្រៀងភ្លេងជាតិខ្មែរនៅលើប្រាសាទថ្ងៃទី28ខែឧសភា
ពេលព្រឹកខ្មែរនិងសៀមបានវាយប្រយុទ្ធគ្នាដោយអាវុធនៅព្រំដែននៃតំបន់មុំ3ភូមិដែលចូលមរតកឃុំមរតកស្រុកចំសានខេត្តព្រះវិហារគូបដិបកបានចោទប្រកាន់គ្នាអំពីអ្នកបាញ់មុនទើបបង្កការប៉ះទង្គិចដោយអាវុធនាំបណ្ដាឲ្យព្រិលបាឯកសួនរោនអាយុ47ឆ្នាំទទួលមរណភាពក្នុងហេតុការណ៍នោះថ្ងៃទី13ខែកក្កដាបរិសុជនជាតិសៀម2នាក់បានលបលួចវាយទាហានខ្មែរប្រចាំការនៅប្រាសាទតាម៉ុនធំក្រោយកាត់ហេតុយោធាសៀមបានតាមឃាត់ខ្លួនបរិសុសៀមទាំង2នាក់នាំទៅសារភាពកំហុសចំពោះទាហានខ្មែរដោយបរិសុទាំង2នាក់ព្រមទទួលកំហុសតុលាការនៃខេត្តសុរិន្ទបានសម្រាលទោសដាក់ពន្ធនាគារត្រឹម15ថ្ងៃនិងពិន័យប្រាក់ម្នាក់2500 បាតហើយកំណត់ព្យួរទោសចំនួន1ឆ្នាំសូមទស្សនាคลิปវីដេអូក្រោយកាត់ហេតុកងកម្លាំងយោធាថៃបានចាប់ខ្លួនជនល្មើសទាំងពីរយកមកសារភាពកំហុសនៅចំពោះមុខទាហានខ្មែររួចក៏ប្រកល់ខ្លួនឲ្យតុលាការថៃចាត់ការតាមច្បាប់ជនល្មើសទាំងពីរបានទទួលយកកំហុសគ្រប់យ៉ាងរួចតុលាការថៃក៏បានសម្រេចទោសឲ្យជាប់គុកម្នាក់ត្រឹមតែ15ថ្ងៃនិងពិន័យជាប្រាក់2500 បាតហើយកំណត់ព្យួរទោស1ឆ្នាំដោយមិនឲ្យក្រុមជនល្មើសប្រព្រឹត្តទង្វើហិង្សាដ៏ថោកទាបបែបនេះបន្តទៀតនោះទេថ្ងៃទី15ខែកក្កដាសៀមបានរារាំងពុំអនុញ្ញាតឲ្យទេសចរខ្មែរឡើងទៅប្រាសាទតាម៉ុនធំដោយចោទប្រកាន់ថាទេសចរស្រីខ្មែរម្នាក់បានចង្អុលមុខពួកខ្លួនការបង្កឧបសគ្គចំពោះទេសចរខ្មែរបែបនេះបានបណ្ដាឲ្យទាហានខ្មែរនិងទាហានសៀមប្រឈមមុខដាក់គ្នាដោយពាក្យសម្ដីយ៉ាងតានតឹងសូមទស្សនាคลิปវីដេអូ កាលពីថ្ងៃទី15ខែកក្កដាឆ្នាំ2025នៅប្រាសាទតាម៉ុនធំមានការប៉ះពាក្យសម្ដីគ្នារវាងកងទ័ពកម្ពុជានិងថៃដោយសារតែកងទ័ពថៃរារាំងទេសចរកម្ពុជាមិនឲ្យឡើងប្រាសាទទាំងដែលប្រាសាទនោះជារបស់ខ្មែរយ៉ាងណាកងទ័ពថៃចោទប្រកាន់ទាំងងងើលថាដោយសារតែស្ត្រីជាទេសចរកម្ពុជាចង្អុលមុខពួកគេទើបបង្កឲ្យមានការនិយាយតាំងសរសៃកដាក់គ្នាមួយប្រាវក្នុងហេតុការណ៍នោះគេឃើញទេសចរកម្ពុជាប្រឈមមុខដោយភាពក្លាហានរួចកងទ័ពទាំងសងខាងបានចូលអន្តរាគមន៍ ហេតុការណ៍កើតឡើងប្រមាណ20នាទីទម្រាំបានបញ្ចប់ភាពតានតឹងបើគិតចាប់ពីម៉ោង 1:20 នាទីរសៀលថ្ងៃទី15កក្កដាឆ្នាំ2025នេះរហូតដល់ស្ថានភាពវិលទៅសភាពដើមនៅប្រហែលម៉ោង 1:40 នាទីរសៀលហេតុការណ៍ដែលកើតចេញពីទាហានថៃបានបង្ហាមផាត់ពលរដ្ឋខ្មែរមិនឲ្យឡើងប្រាសាទតាម៉ុនធំភ្លាមពលរដ្ឋខ្មែរក៏បានប្រតិកម្មនឹងតវ៉ាហើយស្រែកថាប្រាសាទនេះជារបស់ខ្មែរបន្ទាប់ពីពលរដ្ឋខ្មែរបាននិយាយបែបនេះធ្វើឲ្យក្រុមទាហានថៃខឹងហើយក៏បានប្រមូលផ្ដុំគ្នាសម្រុកឡើងប្រាសាទដើម្បីរុញច្រានពលរដ្ឋខ្មែរដែលជាម្ចាស់សម្បត្តិជាតិមួយនេះថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដាក្នុងចន្លោះពេល5ថ្ងៃនេះទាហានខ្មែរយោធាសៀមបានប៉ះទង្គិចគ្នាដោយអាវុធធុនធ្ងន់និងរីករាលដាលទៅតំបន់នានាតាមបណ្ដោយព្រំដែននៃខេត្តទីមានជ័យក្រុងប៉ោយប៉ែតភូមិជោគជ័យភូមិព្រៃច័ន្ទឧត្តរមានជ័យប្រាសាទតាម៉ុនធំប្រាសាទតាក្របីប្រាសាទព្រះវិហារតំបន់ប្រាសាទព្រះវិហារនំទ្របតំបន់អាសេសភាគីទាំងពីរចោទប្រកាន់គ្នាទៅវិញទៅមកអំពីអ្នកនាំអាតផ្ទុះអាវុធក្រសួងការពារជាតិខ្មែរប្រកាសថាយោធាសៀមឈ្លានពានមុនដោយបញ្ជូនយន្តហោះ F16 យន្តហោះ Gripen និងយន្តហោះទូបញ្ជាដ្រូនមកទម្លាក់គ្រាប់បែកព្រមទាំងបាញ់ផ្លោងគ្រាប់កាំភ្លើងធំចូលទឹកដីរបស់ខ្មែរម្ល៉េះហើយទើបយុទ្ធជនខ្មែរតបតការពារខ្លួនចំណែកឯយោធានិងប្រព័ន្ធផ្សព្វផ្សាយរបស់សៀមបានចោទប្រកាន់ថាខ្មែរជាអ្នកចាប់ផ្ដើមវាយប្រហារមុនដោយបញ្ជូនយន្តហោះទូបញ្ជាស៊ើបការដ្រូននិងទាហានចូលចិត្តមូលដ្ឋានយោធារបស់ខ្លួននៅប្រាសាទតាម៉ុនធំបន្ទាប់មកបាញ់កាំភ្លើងធំនិងកាំជ្រួចហ្វូង BM21 ចូលទឹកដីសៀមនាំបណ្ដាឲ្យប៉ះពាល់តំបន់ជនស៊ីវិលសៀមរស់នៅសាលារៀនមន្ទីរពេទ្យផ្សារនិងស្ថានីយ៍ប្រេងឥន្ធនៈដូច្នេះហើយទើបសៀមឆ្លើយតបវិញដោយបញ្ជូនយន្តហោះ F16 យន្តហោះ Gripen និងយន្តហោះទូបញ្ជាដ្រូនវាយប្រហារគោលដៅយោធាខ្មែរវិញប្រកាសព័ត៌មាន
1នៅថ្ងៃទី24ខែកក្កដាឆ្នាំ2025ប្រមុខនៃរដ្ឋាភិបាលកម្ពុជាបានផ្ញើលិខិតមួយច្បាប់ជូនលោកអាស៊ីមអ៊ីហ្វាទីខាអាមេតតំណាងអចិន្ត្រៃយ៍នៃប្រទេសប៉ាគីស្ថានប្រចាំអង្គការសហប្រជាជាតិនិងជាប្រធានបដូវវេននៃក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែកក្កដាឆ្នាំ2025ខ្លឹមសារនៃលិខិតនោះសង្ខេបរាយការណ៍អំពីអំពើឈ្លានពានរបស់យោធាសៀមតាមព្រំដែនប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីនៃខេត្តឧត្តរមានជ័យនិងតំបន់មុំ3នៃខេត្តព្រះវិហារព្រមទាំងសូមកោះប្រជុំក្រុមរក្សាសន្តិសុខជាបន្ទាន់2មួយថ្ងៃក្រោយមកនៅថ្ងៃទី25ខែកក្កដាឆ្នាំ2025ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានកោះប្រជុំបិទទ្វារដោយពុំមានចេញសេចក្តីថ្លែងការណ៍ឡើយគ្រាន់តែអំពាវនាវចំពោះភាគីទាំងពីរនាំគ្នាបន្ថយកម្ដៅបង្ហាញបំណងមិនអោយបញ្ហារីករាលដាលដោះស្រាយបញ្ហាដោយសន្តិវិធីនិងសូមប្រធានអាស៊ានជួយដោះស្រាយ3នៅថ្ងៃទី28ខែកក្កដាឆ្នាំ2025ដើម្បីដោះស្រាយការប៉ះទង្គិចប្រដាប់អាវុធរវាងខ្មែរសៀមលោកដាតូសេរីអានវ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីបានសម្របសម្រួលនិងដឹកនាំកិច្ចប្រជុំពិសេសរវាងសម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីខ្មែរនិងលោកភូមិឋានវីចាយ៉ាចៃនាយករដ្ឋមន្ត្រីស្ដីទីសៀមតំណាងរបស់សហរដ្ឋអាមេរិកនិងតំណាងនៃសាធារណរដ្ឋប្រជាមានិតចិនកិច្ចប្រជុំបានយោគយល់គ្នាចេញប្រកាសព័ត៌មានរួមដើម្បីស្ដារសន្តិភាពឡើងវិញដោយផ្ដោតលើ1អនុវត្តបទឈប់បាញ់ជាបន្ទាន់និងគ្មានលក្ខខណ្ឌចាប់ពីម៉ោង24ឬម៉ោង0ថ្ងៃទី28ខែកក្កដាឆ្នាំ2025 2រៀបចំកិច្ចប្រជុំក្រៅផ្លូវការនៃបញ្ជាការភូមិភាគនៅថ្ងៃទី29ខែកក្កដាឆ្នាំ2025និង3កោះប្រជុំគណៈកម្មការព្រំដែនទូទៅនៅថ្ងៃទី4ខែសីហាឆ្នាំ2025ថ្ងៃទី29ខែកក្កដាវេលាព្រឹកបន្ទាប់ពីកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីកម្លាំងយោធាសៀមបានប្រើឧបាយកលបោកបញ្ឆោតពាត់បាញ់សម្លាប់យុវជនខ្មែរចំនួន2នាក់និងចាប់ខ្លួនចំនួន20នាក់សូមទស្សនាคลิปវីដេអូនៅពេលដែលគាត់យកបានហើយគាត់នាំគ្នាក្រោកឈរហើយគាត់បកដៃហៅកម្លាំងយើងស្រីហៅកម្លាំងយើងថាឲ្យឈប់ចរចាគ្នាកម្លាំងយើងក្រោយពីឮពាក្យថាឈប់ចរចានេះយើងក៏ងាកមកឃើញគាត់បកដៃហើយយើងក៏ដើរមកជួបគាត់ពេលដែលដើរមកជួបចរចាជាមួយគាត់យើងអត់ចូលមកទាំងស្រុងទេយើងបញ្ចូលប្រមាណតែពី5ទៅ6នាក់ទេដើម្បីមកជួបគាត់នៅពេលដែលជួបភាគីគាត់ហាក់ដូចបញ្ចេញនៅគេហៅថាកាយវិការព្រមទាំងចិត្តសប្បាយរីករាយជាមួយយើងចាក់ដៃចាប់ជើងនិយាយមួយគ្នាល្អណាស់ប៉ុន្តែផ្ទុយទៅវិញក្រោយពេលយើងបានធ្វើសារការសន្ទនាចរចាគ្នាឈប់ក្រោយពីការថាឈប់បាញ់ឈប់អីគ្នាទៅវិញហើយគាត់ក៏ហៅថតដើម្បីរក្សាទុកជារូបថតអនុស្សាវរីយ៍រឿងកម្ពុជាថៃកងទ័ពកម្ពុជាថៃក្រោយពីមានបទជប់អញនេះនៅពេលកំពុងឈរថតគាត់ក៏បានបញ្ជាឲ្យកម្លាំងគាត់ដែលនៅក្នុងព្រៃលោតមកជុំកម្លាំងខ្ញុំនៅពីក្រោយពេលគាត់ចាត់កម្លាំងខ្ញុំមកទាំងអស់វា20នាក់យកទៅត្រូវបានរត់រួចម្នាក់នៅសល់19ប៉ុន្តែនៅពេលដែលអ្នករត់រួចគាត់រត់មកដល់ឮព័ត៌មានគាត់ប្រាប់ថាប្រហែលជាបាញ់សម្លាប់នៅមុខគាត់2នាក់ទៀតដោយមានអន្តរាគមន៍និងសម្របសម្រួលរបស់អង្គការអន្តរជាតិនៅថ្ងៃទី1ខែសីហាឆ្នាំ2025យោធាសៀមបានដោះលែងយុទ្ធជនខ្មែរចំនួន2នាក់តាមច្រកអូស្មាច់ខេត្តឧត្តរមានជ័យ1អនុសេនីយ៍ត្រីអាងអឿងអាយុ37ឆ្នាំមានបញ្ហាសតិនិង2ពលបាឯកម៉ងវុធីអាយុ53ឆ្នាំរងរបួសធ្ងន់ចាប់ពីចុងខែកក្កដារហូតដល់ជិតចុងខែតុលាឆ្នាំ2025កម្លាំងយោធាសៀមបានបើកយុទ្ធនាការវាយប្រហារដោយអាវុធកាន់តែសន្ធប់ឡើងតាមផ្លូវគោកផ្លូវទឹកនិងផ្លូវអាកាសនៅទីតាំងជាង10កន្លែងតាមបណ្ដោយព្រំដែនប្រវែងជាង800គីឡូម៉ែត្រថ្ងៃទី17ខែកញ្ញាដែលមើលឃើញថាយោធាសៀមប៉ុនប៉ងផ្លាស់ប្ដូរព្រំដែនដោយឯកតោភាគីរំលោភទឹកដីរីឯយោធាសៀមចាត់ទុកថាតំបន់ត្រួតស៊ីគ្នាជនស៊ីវិលខ្មែរប្រមាណ200នាក់បានប៉ះទង្គិចជាមួយយោធាសៀមពេលព្យាយាមដករបងបន្លាលួសដែលយោធាសៀមយកមកដាក់រាយនៅតាមព្រំដែននៃភូមិជោគជ័យនិងភូមិប្រច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យជាប់នឹងខេត្តសកែវក្នុងហេតុការណ៍នោះ
យោធាសៀមបានប្រើពូស្មានបង្ហូរទឹកភ្នែកបាញ់គ្រាប់ជ័របណ្ដាឲ្យរបួសជនស៊ីវិលខ្មែរព្រះសង្ឃនិងកម្លាំងសន្តិសុខជិត30នាក់សូមរំលឹកថាតាំងពីខែសីហាឆ្នាំ2025ម្លេះយោធាសៀមបានចូលដំឡើងរបងបន្លាលួសនៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទភូមិអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យសកម្មភាពរុកបន្ទាយនេះបានបង្កភាពតានតឹងឡើងរហូតដល់ការប៉ះទង្គិចដោយអាវុធរីករាលធំឡើងបន្តបន្ទាប់ទោះបីបើមានប្រកាសព័ត៌មានកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025រួចមកហើយក៏ដោយម្យ៉ាងទៀតយោធាសៀមថែមទាំងប្រើប្រាស់ឧបករណ៍បំពងសម្លេងរំខានជនស៊ីវិលខ្មែរស្នាក់នៅបណ្ដោះអាសន្នតាមជំរំទល់មុខនឹងរបងបន្លាលួសទៀតផងលើសពីនេះក្រុមជ្រុលនិយមសៀមបានដឹកលាមកច្រើនរថយន្តមកត្រៀមបាញ់ស្រោចលើអ្នកស្រុកភូមិត្រង់ចំណុចប្រទាញប្រទុំគ្នាប៉ុន្តែក្រោយមកក្រុមជ្រុលនិយមបានរំសាយផែនការហើយបំបែកគ្នាទៅវិញប្រកាសរួមនៅថ្ងៃទី26ខែកក្កដាឆ្នាំ2025ក្រោមការសម្របសម្រួលនិងរៀបចំរបស់លោកដុតតូសេរីអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីដោយមានលោកដូណាល់ត្រាំប្រធានសម្ដីសហរដ្ឋអាមេរិកចូលរួមធ្វើសាក្សីប៉ុន្តែគ្មានតំណាងនៃសាធារណរដ្ឋប្រជាមានិតចិនទេសម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីខ្មែរនិងលោកអនុទីនច័ន្ទវីរៈគុលនាយករដ្ឋមន្ត្រីសៀមបានចុះហត្ថលេខាលើប្រកាសរួមចំនួន8ប្រការក្នុងនោះប្រការទី4បានចែងលម្អិតអំពីជំហាន5ខដែលភាគីទាំងពីរត្រូវអនុវត្ត1បន្ធូរបន្ថយភាពតានតឹងផ្នែកយោធាដោយដកអាវុធធុនធ្ងន់2ជៀសវាងផ្សាយព័ត៌មានមិនពិតការចោទប្រកាន់គ្នាគ្មានភស្តុតាង3កសាងទំនុកចិត្តដោយពុំបង្អែបង្អង់និងពេញលេញ4សម្របសម្រួលនិងអនុវត្តការបោះសម្អាតមីននិង5ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមច្បាប់អន្តរជាតិចំពោះប្រការទី5ជាលក្ខខណ្ឌដោះលែងយុទ្ធជនខ្មែរទាំង18នាក់ប្រសិនបើភាគីទាំងពីរទទួលស្គាល់ថាអរិយភាពសកម្មបានបញ្ចប់ដោយមានទំនុកចិត្តទៅវិញទៅមកប៉ុន្តែហត្ថលេខាពុំទាន់ស្ងួតតាមសម្រួលផងការផ្ទុះអាវុធបានកើតឡើងរប៉េះរប៉ោះហូរហែតាមបណ្ដោយព្រំដែនដោយមានការបាញ់ប្រមានសកម្មភាពលួចឆ្លងដែនរាយកាយអធិក្រមនៅថ្ងៃទី7ខែធ្នូឆ្នាំ2025ដោយផ្ដើមចេញពីការចោទប្រកាន់ថាខ្មែរដាក់មីនថ្មីនាំបណ្ដាឲ្យកម្លាំងយោធារបស់ខ្លួនរងរបួសយោធាសៀមបានបើកប្រតិបត្តិការឡើងវិញដោយបដូរយុទ្ធវិធីវាយប្រហារភាគច្រើនតាមផ្លូវអាកាសជាមួយការពង្រីកគោលដៅកាន់តែច្រើនពុំរើសមុខសញ្ញានិងយ៉ាងសម្ផស្សបំផុតជាក់ស្ដែងណាស់ចាប់ពីថ្ងៃទី7ខែធ្នូឆ្នាំ2025ពុំមែនត្រឹមតែប្រទុសរាយនៅតាមព្រំដែនទេសៀមបានលោបបំពានបូរណភាពនិងអធិបតេយ្យភាពរបស់ខ្មែរយ៉ាងប្រកបមិនអាចប្រកែកបានឡើយប៉ុន្តែយោធាសៀមបានបើកប្រតិបត្តិការសឹករុនទន្ទ្រានទឹកដីខ្មែរដោយបាញ់ផ្លោងគ្រាប់កំភ្លើងធុនធ្ងន់ទម្លាក់គ្រាប់បែកពីលើយន្តហោះទូបញ្ជាដ្រូនយន្តហោះ A16 និងយន្តហោះ T50 បាញ់គ្រាប់រ៉ុកែតនិងគ្រាប់កំភ្លើងយន្តពីរក្រោះរត់ពីដែកទាហានថ្មើរជើងបំផ្លិចបំផ្លាញប្រាសាទបុរាណហេដ្ឋារចនាសម្ព័ន្ធសំណង់អគារលំនៅឋានរបស់ជនស៊ីវិលខ្មែរបង្ករបួសពីការផ្ដាច់ផ្ដិលជីវិតមនុស្សរាប់រយនាក់និងសត្វរាប់សិបក្បាលព្រមទាំងបង្កើតការភ័យខ្លាចគៀបសង្កត់បង្ខំអ្នកស្រុកភូមិខ្មែរភៀសខ្លួនចេញពីផ្ទះសម្បែងកើនឡើងរហូតដល់ជាង6សែននាក់ត្រឹមព្រឹកថ្ងៃទី27ខែធ្នូឆ្នាំ2025សៀមបានប្រើកម្លាំងយោធាវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវគោកផ្លូវទឹកនិងផ្លូវអាកាសលុកលុយហួសព្រំដែនរាប់សិបគីឡូម៉ែត្រចូលខេត្តកោះកុងកោះយ៉បាក់ខ្លងពោធិ៍សាត់តំបន់អូភ្លុកដំរីភូមិថ្មដាស្រុកវាវែងបាត់ដំបងភូមិទឹកខ្លាភូមិអង្គរបានស្រុកសំពៅលូនភ្នំព្រឹកបន្ទាយមានជ័យក្រុងសេរីសោភ័ណ្ឌភូមិជោគជ័យភូមិព្រៃច័ន្ទភូមិគោកក្រិចភូមិបឹងប្រគួនឧត្តរមានជ័យប្រាសាទតាមាន់ធំប្រាសាទតាក្របីព្រះវិហារឃុំស្រអែមស្រុកចំខ្សានប្រាសាទព្រះគោកប្រាសាទព្រះវិហារប្រាសាទខ្នាភ្នំទ្រាប់ភ្នំខ្មោចតំបន់អានសេះតំបន់មុំបីសៀមរាបភូមិសាស្ត្រអូកូនតឹងឃុំស្រែណូយស្រុកវ៉ារិនស្រុកស្រីស្នំប្រកាសរួម
នៅព្រឹកថ្ងៃទី27ខែធ្នូឆ្នាំ2025សហប្រធានគណៈកម្មាធិការព្រំដែនទូទៅ GBC អាដាមទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិខ្មែរនិងលោកណាតផុនណផានិតចូលនិវត្តន៍រដ្ឋមន្ត្រីក្រសួងការពារជាតិសៀមបានបើកកិច្ចប្រជុំពិសេសលើកទី3ដោយយល់ព្រមចុះហត្ថលេខាលើប្រកាសរួមមាន2មាត្រា1វិធានការ11ចំណុចកាត់បន្ថយភាពតានតឹងនិង2យន្តការអនុវត្ត5ផ្នែកសម្រាប់ផ្ទៀងផ្ទាត់វិធានការចូលធរមាននៅវេលាម៉ោង12ថ្ងៃត្រង់ខ្លឹមសារសំខាន់នៃប្រការ1ចែងត្រង់ចំណុចទី1អំពីបទឈប់បាញ់បន្ទាន់ដោយអាវុធគ្រប់ប្រភេទនៅគ្រប់តំបន់និងគ្រប់ករណីចំណុចទី11ចែងអំពីការបញ្ជូនយុទ្ធជនខ្មែរទាំង18នាក់ត្រឡប់មកវិញបន្ទាប់ពីបានគោរពបទឈប់បាញ់យ៉ាងពេញលេញក្នុងរយៈពេល72ម៉ោងនៅព្រឹកថ្ងៃទី31ខែធ្នូឆ្នាំ2025យោធាសៀមបានដោះលែងវីរយុទ្ធជនខ្មែរទាំង18នាក់រួចហើយតាមច្រកព្រំដែនអន្តរជាតិព្រំនៅខេត្តបៃលិនក្រោយត្រូវចាប់ឃុំខ្លួននិងឃុំឃាំងខុសច្បាប់អស់រយៈពេល155ថ្ងៃប្រសិនបើអស់លោកអ្នកមានបំណងស្វែងយល់អំពីខ្លឹមសារទាំងស្រុងនៃប្រកាសរួមក៏ដោយប្រកាសព័ត៌មានសូមស្វែងរកអានទាញយកពីគេហទំព័រផ្លូវការរបស់អាជ្ញាធរក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជាកំណត់សម្គាល់1ថ្ងៃទី6ខែមិថុនាឆ្នាំ2025រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិករណីតំបន់មុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីមានសមាជិកភាព15នាក់គណៈកម្មការនេះមានក្រុមការងារ1កិច្ចការច្បាប់មានសមាជិកភាព21នាក់និង2កិច្ចការទូតមានសមាជិកភាព12នាក់នៅថ្ងៃទី16ខែមិថុនាឆ្នាំ2025លោកជំទាវ កំសួរ សុវណ្ណដារីឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសហូឡង់បានប្រគល់ផ្ទាល់ដៃជូនលោក Philippe Gautier ក្រឡាបញ្ជីនៃតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅលិខិតរបស់រាជរដ្ឋាភិបាលកម្ពុជាជម្រាបអំពីគោលបំណងដាក់ពាក្យតាមនីតិវិធីជូនតុលាការវិនិច្ឆ័យចំនួនព្រំដែនជាមួយប្រទេសសៀមនៅតំបន់មុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីតាំងពីពេលនោះមកពុំទាន់មានចំណាត់ការតាមវិធានការអន្តរជាតិនៅឡើយ2តាមព័ត៌មានពុំទាន់ផ្លូវការពេញលេញមកដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025យោធាសៀមបានដើរជន់មីនចំនួន19នាក់ក្នុងនោះដាច់ជើងចំនួន9នាក់ក្រោយកើតហេតុយោធាសៀមរមែងចោទប្រកាន់ថាខ្មែរលបលួចបង្កប់មីនថ្មី PMN2 ជាប្រភេទមីនប្រឆាំងមនុស្សដោយសំអាងលើការចោទប្រកាន់គ្មានភស្តុតាងជាក់លាក់និងបង្ហាញលេសឥតសមហេតុផលយោធាសៀមតែងតែបើកប្រតិបត្តិការវាយប្រហារមកលើយុទ្ធជនខ្មែរទុកដោយការសងសឹករាល់បដិវហេតុកើតឡើងភាគីខ្មែរបានសម្ដែងការសោកស្ដាយនិងចូលរួមចំណែកមរណទុក្ខចំពោះគ្រួសារនៃសពនិងអ្នករបួសព្រមទាំងបដិសេធទាំងស្រុងនៃការចោទប្រកាន់របស់យោធាសៀមដោយពន្យល់ហេតុផលល្អិតល្អន់អំពីគ្រាប់មីនចាស់សេសសល់តាំងពីសម័យសង្គ្រាម3គ្រប់ការប៉ះទង្គិចដោយអាវុធយុទ្ធជនខ្មែរតែងតែឈរជើងការពារទឹកដីក្នុងបូរណភាពរបស់ខ្លួនយ៉ាងទៀងទាត់និងត្រឹមត្រូវពុំរំលងព្រំដែនចូលទឹកដីសៀម1មីលីម៉ែត្រឡើយផ្ទុយទៅវិញយោធាសៀមបានលុកលុយរុនទន្ទ្រានទឹកដីខ្មែរចម្ងាយរាប់សិបគីឡូម៉ែត្រកំទេចស្ពានមេទឹកឬស្ពានជ័យជំនះនៅស្រុកវាវែងខេត្តពោធិ៍សាត់ម៉ោង6ព្រឹកថ្ងៃទី13ធ្នូស្ពានអូជីកស្ថិតនៅក្នុងភូមិសាស្ត្រស្រុកចុងការរបស់ខេត្តឧត្តរមានជ័យនិងព្រំប្រទល់ស្រុកស្រីស្នំនៃខេត្តសៀមរាបម៉ោង23អធ្រាត្រថ្ងៃទី19ខែធ្នូឆ្នាំ2025សំណង់អគារលំនៅឋាន4ក្រោយរងគ្រោះដោយការវាយប្រហារស្ទើរគ្រប់លើកភាគីខ្មែរតែងតែចេញសេចក្តីថ្លែងការណ៍អំពាវនាវកោតទោសចំពោះសកម្មភាពលុកលុយនៃយោធាសៀមប៉ុន្តែរហូតមកដល់ពេលនេះពុំទាន់មានប្រតិកម្មពីអន្តរជាតិនៅឡើយខ្ញុំសូមស្លេះនៅកំណត់ត្រាអំពីការប្រវត្តិសង្ខេបនៃអធិការរវាងខ្មែរសៀមពិសេសអធិក្រមរបស់យោធាសៀមនៅឆ្នាំ2025ត្រឹមនេះប្រាសាទព្រះវិហារ
បន្តទៅទៀតខ្ញុំសូមអនុញ្ញាតរំលឹកជូនអស់លោកអ្នកនៅប្រវត្តិការសង្ខេបនៃមេកភាពដំណើរឆ្លោះគ្នាការឆ្លោះទាស់ទែងគ្នាអំពីប្រាសាទព្រះវិហាររវាងខ្មែរសៀមមានសេចក្តីដូចតទៅមុនសតវត្សទី19ខ្មែរសៀមពុំបានកំណត់ព្រំដែនច្បាស់លាស់ទេការគ្រប់គ្រងផ្នែករដ្ឋបាលផ្អែកលើអំណាចយោធានិងនយោបាយម្ល៉េះហើយពុំយូរប៉ុន្មានក៏សង្គ្រាមផ្ទុះឡើងបន្តបន្ទាប់សម្ដៅដណ្ដើមកាន់កាប់និងគ្រប់គ្រងដែនដីរៀងខ្លួនជាក់ស្ដែងសៀមធ្លាប់កាន់កាប់និងគ្រប់គ្រងខេត្តបាត់ដំបងសៀមរាបស៊ីសុផុនសតវត្សទី19ដើមសតវត្សទី20នៅឆ្នាំ1863បារាំងបានដាក់ប្រទេសកម្ពុជាស្ថិតក្រោមអាណាព្យាបាលដូច្នេះបារាំងបានចុះសន្ធិសញ្ញាជាមួយសៀមនៅឆ្នាំ1904និង1907ដើម្បីកំណត់ព្រំដែនឡើងវិញនិងបញ្ចូលខេត្តបាត់ដំបងសៀមរាបនិងស៊ីសុផុនមកកម្ពុជាវិញគ្រានោះបារាំងបានគូសផែនទីបញ្ចូលប្រាសាទព្រះវិហារជារតនភណ្ឌរបស់ខ្មែរក្រោយខ្មែរទទួលឯករាជ្យពីបារាំងនៅឆ្នាំ1954សៀមបានទន្ទ្រានចូលកាន់កាប់ប្រាសាទព្រះវិហារម្ដងទៀតរហូតដល់ចុងឆ្នាំ1959ខ្មែរបានដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅក្រុងឡាអេប្រទេសហូឡង់នៅថ្ងៃទី15ខែមិថុនាឆ្នាំ1963 ICJ បានសម្រេចតាមសម្លេង9ទល់នឹង3ថាដោយសៀមទទួលស្គាល់ផែនទីគូសដោយបារាំងកាលពីឆ្នាំ1907ប្រាសាទព្រះវិហារស្ថិតនៅលើដីខ្មែរនៅឆ្នាំ1963សៀមត្រូវដកកងទ័ពចេញទាំងស្រុងដោយភាពខ្វះចន្លោះនៃសារក្រមរបស់ ICJ អរិយភាពរវាងខ្មែរសៀមតាក់ទងនឹងទឹកដីទំហំ 4.6 គីឡូម៉ែត្រក្រឡាជុំវិញប្រាសាទព្រះវិហារបានកាត់ឡើងឥតឈប់ឈរដើមសតវត្សទី21 2008នៅថ្ងៃទី7ខែកក្កដាអង្គការ UNESCO បានយល់ព្រមកត់ត្រាប្រាសាទព្រះវិហាររបស់ខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជំនាញភាពនៃព្រឹត្តិការណ៍នេះបានញ៉ាំងសៀមឲ្យតូមម្នាស់ក្រៃលែងនិងចេញតវ៉ាយ៉ាងខ្លាំងក្លារហូតបង្កហេតុផ្សេងឥតឈប់ឈរការប៉ះទង្គិចដោយអាវុធរវាងខ្មែរសៀមនៅប្រាសាទព្រះវិហារបានកាត់ឡើងបន្តបន្ទាប់រួចរាលដាលទៅដល់ប្រាសាទតាក្របី2011-2013ដើម្បីដោះស្រាយបញ្ចប់អរិយភាពដោយសន្តិវិធីនៅថ្ងៃទី28ខែមេសាឆ្នាំ2011ខ្មែរបានដាក់ពាក្យសូម ICJ បញ្យល់គំសាបកស្រាយសារក្រមឆ្នាំ1962ដោយយថាហេតុនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2013 ICJ បានបិទផ្លូវតវ៉ានិងពន្យល់សេចក្តីចុងក្រោយថាតួប្រាសាទព្រះវិហារនិងដីជុំវិញស្ថិតនៅក្នុងអធិបតេយ្យភាពខ្មែរសៀមមានកាតព្វកិច្ចដកកងទ័ពនិងបុគ្គលិកយោធាឬកម្លាំងសន្តិសុខទាំងអស់ចេញខ្មែរជួយខ្មែរអស់រយៈពេលជាង10ខែទៅហើយខ្មែរសៀមបានកើតអធិការតាមបណ្ដាព្រំដែនលើសពីនេះយោធាសៀមបានឈានដល់ធ្វើអភិក្រមក្នុងបូរណភាពដែនដីដែនទឹកនិងដែនអាកាសរបស់ខ្មែរគួរឈឺចុកចាប់ពើផ្សារក្រៃលែងក្នុងគ្រាដ៏លំបាកនិងសែនសោកសៅនេះមនុស្សខ្មែរបានបង្ហាញនិងតាក់ទាញសាធារណជនទូទៅទាំងពិភពលោកកោតសរសើរកោតសរសើរចំពោះស្មារតីរួបរวมកម្លាំងគ្នាប្រកបដោយឆន្ទៈមោះមុតមនសិការស្រឡាញ់ការពារជាតិនិងទឹកដីយ៉ាងបដូរផ្ដាច់បំផុតប៉ុន្តែមនុស្សខ្មែរមានសាមគ្គីភាពរវាងគ្នាយ៉ាងស្រស់ស្រាក់ស្រស់ស្រាំក្រោកឡើងពូជដៃជាទ្រង់មួយតាមវចនាខ្មែរជួយខ្មែរដកដងដំលើសលេងជាក់ស្ដែងណាស់មនុស្សខ្មែរស្ម័គ្រចិត្តបរិច្ចាគឈាមសម្រាប់ជួយសង្គ្រោះជីវិតវីរជនកងកម្លាំងប្រដាប់អាវុធក៏ដូចរាជប្រជារងរបួសដោយសារការវាយប្រហាររបស់សៀមស្របគ្នានោះមនុស្សខ្មែរមូលមាត់គ្នាលះបង់ពេលវេលាទ្រព្យសម្បត្តិថវិកាសម្រាប់ឧបត្ថម្ភផ្គត់ផ្គង់ស្បៀងអាហារថ្នាំសង្កូវឧបករណ៍សម្ភារៈជូនវីរយុទ្ធជននៅរណរងកងកម្លាំងសមត្ថកិច្ចក៏ដូចជនភៀសសឹកនៅតាមបណ្ដាខេត្តរងគ្រោះដោយសៀមរុករៀនទន្ទ្រានទឹកដីដែលឡែកមនុស្សខ្មែរជាបព្វជិតនិងក្រហមស្រស់គំនិតទ្រទ្រង់រៀបចំយុទ្ធនាការស្វែងសន្តិភាពរបស់ចលនាមហាជនស្ទើរគ្រប់ខេត្តខណ្ឌជាអាចសមាធិសូត្រធម៌ភាវនាបួងសួង
ដាក់ញត្តិតាមបណ្ដាស្ថានទូតអង្គការអន្តរជាតិអំពាវនាវជំទាស់ថ្កោលទោសយោធាសៀមដែលបង្កវិនាសកម្មនិងរំលោភបំពានបូរណភាពព្រមទាំងអធិបតេយ្យរបស់ខ្មែរដង្ហែព្យុហរាត្រាដើរដើម្បីសន្តិភាពលើសពីនេះមនុស្សខ្មែរជាបញ្ញវន្តអ្នកជំនាញអ្នកបច្ចេកទេសវេបញ្ជូនគ្នានៅប្រាជ្ញាចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាបើកប្រតិបត្តិការតបតទៅនឹងព័ត៌មានប្រឌិតព័ត៌មានคล้ายទប់ស្កាត់ការបិទគប់និងការវាយប្រហារតាមអន្តរបណ្ដាញយ៉ាងផុសផុលបេសកកម្មនិងសកម្មភាពទាំងអស់ដូចខាងលើបង្ហាញយ៉ាងប្រកចាត់នៅកម្លាំងមហាសាមគ្គីរបស់មនុស្សខ្មែរពិសេសសន្ទុះដ៏ខ្លាំងមហិមានៃវប្បធម៌និងមនោសញ្ចេតនាខ្មែរជួយខ្មែរពុំអាចកាត់ថ្លៃមិនអាចបំភ្លេចបានឡើយខ្មែរបោកខ្មែរប៉ុន្តែបុព្វការីខ្មែរភាគច្រើនជាពុទ្ធសាសនិករស់នៅនិងប្រកបរបរចិញ្ចឹមជីវិតដោយកិត្តិយសមាយាទថ្លៃថ្នូរសម្ដីសម្ដៅសុភ័ណ្ឌសុភាពរៀបសាររក្សាពាក្យសច្ចៈប្រកាន់មេត្តាករុណាមុទិតាឧបេក្ខាយ៉ាងចប់ជួនម្ល៉េះហើយបុព្វការីខ្មែរគ្រប់ចំនួនរមែងអប់រំព្រៀនប្រដៅណែនាំក្រើនរំលឹកនិងដាស់តឿនកូនចៅត្រូវគោរពបប្រតិបត្តិតាមទម្រង់ធម៌ដ៏ប្រសើរថ្លៃថ្លាល្អផូរផង់កុំរវាទឡើយពេលវេលារសាត់បាត់ទៅបាននាំយកជាមួយនៅចរិយាសម្បត្តិអត្តសញ្ញាណជាតិដ៏ខ្ពង់ខ្ពស់ពិសេសរុញច្រានប្រពៃណីទំនៀមទម្លាប់វប្បធម៌ខ្មែរឲ្យរោគកលធ្លាក់ក្នុងជ្រោះនៃមហន្តរាយគួររន្ធត់តក់ស្លុតប៉ុនពេកបច្ចុប្បន្នប្រជាជនខ្មែរពុំត្រឹមមិនគោរពបដិបត្តិតាមលំអាននៃដូនតាប៉ុណ្ណោះទេថែមទាំងធ្វើនៅអំពើពុំគប្បីកើនបញ្ឈឺបញ្ឆេះបោះបោកតាមទំនឹងចិត្តទៀតផងក្នុងកលៈទេសៈប្រទេសជាតិនិងប្រជារាស្ត្រកំពុងរងទុក្ខលំបាកលំបិនដោយយោធាសៀមយាយីលុកលុយទន្ទ្រានទឹកដីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរូបិយនិងអរូបិយមនុស្សខ្មែរបានឆ្លៀតឱកាសប្រព្រឹត្តនៅអំពើប្រឆាចនៅគុណធម៌អសិលធម៌ពុំប្រកាន់សច្ចៈយ៉ាងឥតហ៊ានខ្មាស់ជាក់ស្ដែងមនុស្សខ្មែរដំឡើងថ្លៃទំនិញអំបុកទោះបីបើសប្បុរសជនទិញយកទៅផ្គត់ផ្គង់វីរៈជនខ្មែរកំពុងប្រយុទ្ធតទល់ជាមួយយោធាសៀមនិងផ្ដាល់ឲ្យជនភៀសសិតចាក់ចោលលំនៅជ្រកពួនស្នាក់នៅតាមជំរំបណ្ដោះអាសន្នក៏ដោយប្រកាសណាស់ស្ទាតពេលជនរងគ្រោះខ្មែរកំពុងជ្រួលច្របល់រត់គេចខ្លួនចេញពីតំបន់អសន្តិសុខគ្មានសុវត្ថិភាពមនុស្សខ្មែរបានដំឡើងថ្លៃឈ្នួលរថយន្តតាក់ស៊ីតាមចិត្តចង់បានដោយគ្មានអាណិតអាសូរលើសពីនេះពេលលំនៅចាក់សោចោលសត្វពាហនៈគ្មានម្ចាស់ថែទាំដោយម្ចាស់ត្រូវភៀសខ្លួនទៅទីសុវត្ថិភាពនិងមានសន្តិសុខមនុស្សខ្មែរបានគាស់ទ្វារបង្អួចទូលួចយកទ្រព្យសម្បត្តិចាប់យកគោក្របីសេះឆ្កែតាមអំពើចិត្តសេចក្តីលោភលន់ខ្វះកដូចខាងលើឆ្លោះបញ្ចាំងយ៉ាងច្បាស់នៅសន្តានខ្មែរបោកខ្មែរដោយប្រើវិធីប្រវត្តិចម្រិតឆក់ប្លន់អមនុស្សធម៌ក្រៃលែងទន្ទឹមនឹងនេះមនុស្សខ្មែរជាម្ចាស់នៃគណនី Facebook YouTube TikTok ក៏ដូចអ្នកផលិតមាតិកាព័ត៌មានផ្សេងៗឬ MMO រំកាច់រំកោចបានប្រើប្រាស់កម្មវិធីភាពវៃឆ្លាតសព្វនិមិត្ត AI រៀបចំព័ត៌មានប្រឌិតព័ត៌មានคล้ายបន្លំព័ត៌មានបំភ្លើសព័ត៌មានបំភាន់បំភ្លៃការពិតដាក់ផ្សាយភូតកុហកបោកប្រាស់ទាំងអំនួតយ៉ាងសប្បាយដៃទោះបីបើអាជ្ញាធរមានសមត្ថកិច្ចនិងក្រសួងព័ត៌មានអំពាវនាវឲ្យបញ្ឈប់ម្ដងហើយម្ដងទៀតក៏ដោយវញ្ចនៈព័ត៌មានឬព័ត៌មានឆោបបោក 1. ខ្មែរបាញ់ធ្លាក់យន្តហោះចម្បាំង S16 របស់សៀមរហូតដល់6គ្រឿងពេលហោះចូលមកទម្លាក់គ្រាប់បែកក្នុងទឹកដីខ្មែរចន្លោះថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដាឆ្នាំ2025ប៉ុន្តែរហូតមកដល់សប្តាហ៍ថ្ងៃពុំមានយន្តហោះចម្បាំង S16 របស់សៀមត្រូវបាញ់ធ្លាក់ឡើយ 2. ឧត្តមស្នេហ៍ឯកប៊ុនស៊ិនផាត់ខ្លងមេបញ្ជាការយោធាភូមិភាគទី2របស់សៀមទទួលមរណភាពប៉ុន្តែរហូតមកដល់ពេលនេះនៅរស់និងទទួលភារៈជាទីប្រឹក្សាយោធា 3. ព្រះមហាក្សត្រីសិរិគិតព្រះមេដានៃព្រះចៅរាមាវជ្ជរាលង្កនសុគតតាំងពីខែសីហាឆ្នាំ2025តាមពិតទ្រង់នៅគង់ប្រជជនរហូតដល់យប់ថ្ងៃទី24ខែតុលាឆ្នាំ2025
ទើបសគុតនៅមន្ទីរពេទ្យ จุฬาលង្កនណ៍ប្រទេសសៀម 4. ប្រលឹងនៃអ្នកតាឃ្លាំងមឿងកេនទ័ពខ្មោចវិញ្ញាណរបស់អ្នកតាបងបត់ទៅជួយច្បាំងតទល់ជាមួយយោធាសៀមប្រលឹងនៃវីរៈជនខ្មែរតាមលងយាយីបំផិតបំភ័យយោធាសៀម 5. យួនបាលីគាថាអាគមចែកកាច់ផ្នែកតាន់នាងពួនអាចជួយការពារខ្លួននិងបង្កើនកម្លាំងឫទ្ធានុភាពបង្ក្រាបបច្ចាមិត្តប៉ុន្តែរហូតមកដល់បច្ចុប្បន្នក្នុងមโนគតិនៃមនុស្សខ្មែរនៅតែប្រកាន់ជំនឿថាអាគមសំអាយុសូមមនុស្សខ្មែរមេត្តាពិចារណាពេលគូបដិបៈប្រើប្រាស់សុទ្ធតែយុទ្ធឧបករណ៍ទំនើបជាសមិទ្ធិនៃវិទ្យាសាស្ត្រដូចយ៉ាងយន្តហោះចម្បាំង S16 យន្តហោះប្រយុទ្ធ Gripen យន្តហោះវាយប្រហារ T50 យន្តហោះទូបញ្ជាដ្រូនកំភ្លើងធំរ៉ុកែតកាំជ្រួចតើយ័ន្តបារមីគាថាអាគមបារមីផ្លូវក្នុងអាចទប់ទល់បានឬទេប្រកាសណាស់ទោះបីបើមានគ្រឿងការពារខ្លួនតាមផ្លូវងងឹតក៏ដោយក៏ពុំគួរមនុស្សខ្មែរប្តីផ្ដួលទាំងស្រុងហើយមិនរវីរវល់ប្រើប្រាស់សតិបញ្ញាពុទ្ធិនិងវិធីស្រោចស្រង់ខ្លួនក្នុងស្ថានភាពជាក់ស្ដែងឡើយ 6. រហូតមកដល់ពេលនេះខ្មែរសៀមពុំទាន់ចុះកិច្ចព្រមព្រៀងឬសន្ធិសញ្ញាឬកិច្ចសន្យានៅឡើយប៉ុន្តែជាក់ស្ដែងមនុស្សខ្មែរព្យាយាមលួងចិត្តបន្លំហៅប្រកាសព័ត៌មានរួមនៅថ្ងៃទី28 ខែកក្កដាឆ្នាំ 2025 ប្រកាសរួមនៅថ្ងៃទី26 ខែតុលាឆ្នាំ 2025 និងប្រកាសរួមថ្ងៃទី27 ខែធ្នូឆ្នាំ 2025 ថាកិច្ចព្រមព្រៀងសន្តិភាពរវាងខ្មែរសៀមទៅវិញលាក់នឹងលាក់សូមបញ្ជាក់ថាកំណត់ត្រាអំពីការប្រវត្តិទាំងអម្បាម៉ានតាក់ទងនឹងអធិការរវាងខ្មែរសៀមពិសេសអធិក្រមរបស់កម្លាំងយោធាសៀមលោកលុយទន្ទ្រានរំលោភលើបូរណភាពនិងអធិបតេយ្យភាពខ្មែរនៅឆ្នាំ 2025 អាស្រ័យការសង្ខេបនិងចងចាំផ្ទាល់ខ្លួននៃខ្ញុំប៉ុណ្ណោះម្ល៉េះហើយកំណត់ត្រានិងការរៀបចំចងក្រងមុខតែខ្វះចន្លោះឬលើសលុបឬភ្លៀងភ្លាត់ដល់អន្លើពំខានហេតុនេះប្រសិនបើអស់លោកអ្នកនៅចាំការបរិច្ឆេទនិងហេតុការណ៍ដតីទៀតលម្អិតលម្អន់និងច្បាស់លាស់សូមកុំអល់អាយឬរួញរាមេត្តាជួយផ្ដល់អនុសាសន៍បង្ហាញនិងណែនាំតាមអធិស្ស្រ័យយោគយល់ដោយអនុគ្រោះផងយ៉ាងទៀតកំណត់ត្រានេះគ្រាន់តែរំលឹកឡើងវិញនៅហេតុការណ៍កើតឡើងអតីតកាលប៉ុណ្ណោះសង្ឃឹមថាអស់លោកអ្នកនឹងរក្សាទុកដោយឯកសារជំនួយស្មារតីពុំនោះសោតត្រឹមតែព័ត៌មានសម្រាប់អានស្ដាប់កំសាន្តទៅចុះសូមលំអោនកាយធ្វើអភិវឌ្ឍនកិច្ចបួងសួងចំពោះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រខ្មែរបារមីនៃព្រះមហាធិបតេយ្យឆ័ត្រវិញ្ញាណក្ខន្ធនៃបុព្វបុរសខ្មែរមេត្តាជួយថែរក្សាការពារប្រសិទ្ធពរជូនវីរៈជនខ្មែរកំពុងធ្វើពលិកម្មជូនជាតិមាតុភូមិព្រមទាំងប្រជារាស្ត្រខ្មែរទូទៅទាំងពិភពលោកប្រកបដោយពុទ្ធពរអាយុវណ្ណៈសុខៈពលៈមានសត្រូវមកពីមុខសូមរំលងមកពីខ្នងសូមវិនិច្ឆ័យអន្តរាយជានិច្ចនិរន្តរ៍សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារនៃវីរយុទ្ធជនខ្មែរទទួលមរណភាពក្នុងយុទ្ធរងព្រមទាំងសម្ដែងនូវសេចក្តីស្ដាយអនាគតការជាមួយបងប្អូនជនរួមជាតិខ្មែររងគ្រោះខូចខាតបាត់បង់ទ្រព្យសម្បត្តិផ្ទះសម្បែងយ៉ាងសង្វេគបំផុតភ្នំពេញម៉ោង 8:15 នាទីថ្ងៃប្រហ័សទី28 ខែឧសភាឆ្នាំ 2026 អ្នកស្រាវជ្រាវភាសានិងអក្សរសាស្ត្រខ្មែរឈៀងវិបុល